ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបចូលទៅធ្វើ format ថ្ងៃខែឆ្នាំកំណើតដែលមានលេខជាលេខខ្មែរបែបនេះឲ្យទៅជាទម្រង់លេខសកលអញ្ចឹងកុំឲ្យខាតពេលយូរយើងតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាអញ្ចឹងជាដំបូងឡើយយើងត្រូវធ្វើការ select ទៅលើជួរឈរថ្ងៃខែឆ្នាំកំណើតដែលមានទៅនៃលេខជាភាសាខ្មែរនេះមកបន្តមកទៀតយើងចូលមកក្នុង data នៅខាងលើបន្ទាប់ពីចូលក្នុង data នេះហើយយើងចូលនៅក្នុង text to column ប៉ុន្តែយើងប្រកាសថានៅពេលដែលយើង select ទៅលើថ្ងៃខែឆ្នាំកំណើតដែលមានលេខខ្មែរនេះគឺកន្លែងនេះទម្រង់លេខគឺប្រកាសថាឲ្យចេញជាលេខសកលអញ្ចឹងយើងចូលនៅក្នុង text to column នេះមកចូលមកទៀតកន្លែងនេះយើងចុចលើពាក្យថា next ហើយយើងចុចលើពាក្យថា next ទៀតមកអញ្ចឹងនៅត្រង់កន្លែងនេះគឺយើងមកគ្រីសកន្លែងនេះកន្លែង date អញ្ចឹងយើងចុចគឺកន្លែង date ហើយយើងចុចកន្លែងសញ្ញាព្រួយនេះមួយមកអញ្ចឹងពេលដែលយើងចុចលើសញ្ញាព្រួយនេះយើងធ្វើការ off ទៅលើថ្ងៃខែឆ្នាំកំណើតដែលយើងមានទាំងអស់ហ្នឹងមកបន្ទាប់មកទៀតយើងចុចលើសញ្ញាព្រួយនេះវិញអញ្ចឹងនៅពេលដែលយើងចុចលើសញ្ញាព្រួយនេះហើយយើងចុចលើពាក្យថា finish បន្ទាប់ពីយើងធ្វើទម្រង់ format បានហើយគឺយើងត្រូវទៅធ្វើ format បន្តទៀតយើងចុចមកស្ដាំទៅលើជួរឈរយើងបាន select នេះមកហើយយើងចុចទៅលើពាក្យថា format cell បន្តមកទៀតយើងចូលនៅក្នុង data នេះអញ្ចឹងនៅក្នុង data នេះគឺកន្លែងនេះគឺយើងយក English ហ្វីលីពីនមកហើយយើងចូលនៅក្នុង custom នេះអញ្ចឹងនៅកន្លែងទម្រង់ format នៅកន្លែងថៃនេះអញ្ចឹងបើសិនជាយើងចង់បានខែមានន័យថាខែយើងចង់មកចេញលេខ2ខ្ទង់យើងអក្សរ M2 មកថ្ងៃយើងចង់មកចេញលេខ2ហើយយើងដាក់អក្សរ D2 មកហើយយើងធ្វើការលុបទៅធ្វើនេះចេញព្រោះដោយសារតែនៅក្នុងកុំព្យូទ័រមកខ្ញុំគឺខ្ញុំអត់បានដូរ format ចឹងគឺវាចេញខែមុនហើយថ្ងៃបានឆ្នាំចុងក្រោយហើយធ្វើការចុច OK ចឹងនៅពេលដែលយើងធ្វើការចុច OK នេះយើងឃើញនៅទម្រង់ format លេខរបស់យើងតែខែឆ្នាំកំណើតហ្នឹងគឺវាចេញទៅជាលេខសកលអញ្ចឹងអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះទាំងអស់អរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សង្ឃឹមថាបងប្អូនទាំងអស់គ្នាជួយចុច Subscribe នៅលើ Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតសូមអរគុណសូមជម្រាបលា